ចាអ្នកខ្ញុំសូមជម្រាបសួរទៅដល់ពុកម៉ែបងប្អូនក៏ដូចជាមិត្តភ័ក្តិនិងអ្នកដែលរាប់អានខ្ញុំនិងមិនរាប់អាននាងខ្ញុំកាលពី2ថ្ងៃមុនខ្ញុំបានជួបជាមួយនឹងគ្រូថ្នាក់ចរាចរណ៍ជាមួយនឹងម៉ូតូតែមិនមែនមានន័យថាខ្ញុំបុកម៉ូតូទេដោយសារខ្ញុំឃើញសារព័ត៌មានមួយចំនួនគាត់ចោទថាខ្ញុំបើកឡានលឿនបុកជាមួយនឹងម៉ូតូគាត់និយាយចេញមកដូចគាត់អត់បានមើលទ្រង់ទ្រាយឡានរបស់ខ្ញុំអញ្ចឹងឡានរបស់ខ្ញុំគឺត្រូវគេបុកពីចំហៀងបងថ្ពាល់ខាងឆ្វេងហើយបងដឹងថាឡានហ្នឹងវាដែកមុំមិនបើតាមថាបុកតិចតួចក្នុងម៉ូតូក្នុងលបឿនតិចតួចប្រហែលជាមិនអាចផតដល់ថ្នាក់ខោងចូលទៅក្នុងអញ្ចឹងឯងគឺម៉ូតូបើកបរក្នុងលបឿនលឿនម៉ូតូពីរជិះស្របគ្នាកំពុងតែជិះក្នុងលបឿនលឿនហើយគាត់បាននិយាយគ្នាទៀតគាត់អត់បានងាកមកមើលឡានខ្ញុំខាងមុខទេហើយឡានរបស់ខ្ញុំបើកបរទៅហ្នឹងគឺនៅលើផ្លូវបែកជា4ប៉ុន្តែខ្ញុំអត់ទាន់ឆ្លងផ្លូវទេបងខ្ញុំនៅឈប់ទទួលស្គាល់ថាខ្ញុំជិះពីផ្លូវប៊ីតុងហ្នឹងមកត្រង់គឺលឿនពីផ្ទះមិត្តភ័ក្តិរបស់ខ្ញុំបានជូនមិត្តភ័ក្តិខ្ញុំទៅផ្ទះបន្ទាប់មកខ្ញុំក៏បានបើកត្រឡប់មកផ្ទះតែពេលដែលខ្ញុំចេញពីផ្លូវលំគៀនក្រាសាំងកាតិចទៅមុខរកហ្នឹងមកមានម៉ូតូពីរជិះទន្ទឹមគ្នាហើយគាត់និយាយគ្នាក្នុងលបឿនលឿនខ្ញុំក៏មិនគិតថាគាត់មកបុកខ្ញុំដែរ